ដល់រដូវខែធ្លាក់ភ្លៀងបើសិនជាបានម្ហូបអញ្ចឹងញ៉ាំក៏ដឹងតែឆ្ងាញ់មាត់ទៀតហើយសម្រាប់ថ្ងៃនេះគឺខ្ញុំខំម៉ាំត្រីពោជាមួយនឹងសាច់ជ្រូក3ជាន់សំខាន់មកមុខនឹងឆ្ងាញ់ហើយញ៉ាំចុះបាយមែនសម្រាប់វិធីធ្វើខំម៉ាំនេះគឺខ្ញុំធ្វើបែបអ្នកស្វាយរៀងហើយមកមុខនឹងក៏ជាមុខម្ហូបប្រចាំតកគ្រួសារខ្ញុំផងដែរពិសេសគឺម៉ាក់ខ្ញុំគាត់ធ្វើឆ្ងាញ់មែនតើប្រភេទខំម៉ាំខអីនេះគឺលេខ1បើសិនជាបងប្អូនដែលនៅខេត្តផ្សេងអត់ធ្លាប់ធ្វើមុខម្ហូបហ្នឹងអាចរៀនធ្វើញ៉ាំនៅផ្ទះបានណាសម្រាប់វិធីធ្វើអត់មានរបាក់ធ្វើទេបងប្អូនគឺងាយស្រួលខ្លាំងមែនតើបងគឺយើងបំពងខ្ទឹមឲ្យវាឡើងឈ្ងុយសិនមកហើយម៉ាំយើងច្រាំរួចនឹងក៏ដាក់លេងជាមួយនឹងខ្ទឹមដែលយើងបំពងរួចដូចគ្នាយើងលេងម៉ាំជាមួយនឹងខ្ទឹមហ្នឹងឲ្យវាឡើងឈ្ងុយសិនណានៅពេលដែលម៉ាំយើងលេងមួយខ្ទឹមសហ្នឹងឡើងឈ្ងុយហើយបងប្អូនចាក់សាច់ជ្រូកចូលរំលែងវាឲ្យវាឡើងចូលសព្វគ្នាមកតោះមកចាំចាប់ផ្ដើមដាក់សាច់ត្រីចូលសម្រាប់ត្រីនេះបងប្អូនប្រើត្រីពោបានចិត្តពេលដាក់ត្រីចូលបងប្អូនកុំកប្រយ័ត្នវាបែកសាច់ត្រីយើងគាត់ត្រឡប់វាមកជាការស្រេចបងប្អូនដាក់ទឹកចូលមកនៅពេលដែលពុះចាំយើងចាប់ផ្ដើមបង់គ្រឿងតាមក្រោយបងប្អូនដាក់គ្រឿងមកតាមចំណង់ចំណូលចិត្តណានៅពេលដែលបង់គ្រឿងភ្លក់មើលទៅឆ្កែហើយបងប្អូនដាក់ត្រប់ហើយដាក់ម្ទេសចូលមកតាមចំណង់ចំណូលចិត្តបងប្អូនទេសម្រាប់ត្រប់នេះយើងដាក់មកពុះទៅបិទភ្លើងជាការស្រេចហើយសម្រាប់មុខម្ហូបខម៉ាំនេះបើសិនបងប្អូនចង់ញ៉ាំជាមួយបាយក៏ឆ្ងាញ់ជាមួយនឹងនំបញ្ចុកក៏កាន់តែឆ្ងាញ់ដែរពិសេសជាមួយនឹងនំបញ្ចុកញ៉ាំជាមួយនឹងម៉ាំហ្នឹងខម៉ាំហ្នឹងគឺត្រូវមែនតើឥឡូវនេះខម៉ាំរបស់ខ្ញុំក៏បានឆ្អិនរួចរាល់ហើយបើសិនបងប្អូនអាចធ្លាប់ដែរធ្វើញ៉ាំហើយសាកធ្វើមួយមុខនេះបានតើនេះថាធ្វើឲ្យគឺញ៉ាំឆ្ងាញ់មែនតើបងប្អូន